បងអាចដាក់នៅកន្លែង title នេះបាន title បងដាក់ឈ្មោះមកថាបងបង្កើត checklist គឺសម្រាប់គ្រប់គ្រងបុគ្គលិកឬក៏សម្រាប់ការងារមួយនេះការងារមួយនោះអញ្ចឹងទៅអញ្ចឹងនៅកន្លែង title បងអាចដាក់ឈ្មោះបែបហ្នឹងឯងហើយចំណែកឯទី2គឺជា checklist ហ្នឹងគឺជាផ្នែកនីមួយៗនៃការងាររបស់បងមកថានៅក្រុមហ៊ុនរបស់បងវាមានផ្នែកច្រើនមកថាមានក្រុម marketing មានក្រុមផ្នែកលក់មានក្រុមផ្នែក sale ផ្នែកអីគឺយើងដាក់នៅកន្លែង checklist ហ្នឹងបងតើបងប្អូនទេបងអូខេបងអញ្ចឹងបែបហ្នឹងឯងបងកន្លែង checklist គឺបែបហ្នឹងបងមិនថាបើសិនបើក្នុងបុគ្គលិកយើងឬក៏ក្នុងក្រុមហ៊ុនរបស់យើងហ្នឹងគឺវាមានច្រើនផ្នែកមួយហ្នឹងបងអាចដាក់ចូលក្នុង checklist ហ្នឹងបានតែបើសិនជាបងគាត់ជាបុគ្គលិកគេទេអញ្ចឹងបងមានតែមួយផ្នែកទេអញ្ចឹងទៅបងដាក់តែមួយទៅបានហើយមកថាបងផ្នែកគេឬក៏បង្កើតសម្រាប់ដាក់ឲ្យគេដាក់តែមួយក៏បានដែរ like checklist ហ្នឹងអត់បញ្ហាទេមិនតម្រូវឲ្យយើងដាក់សពគ្រប់ឬក៏ដាក់ច្រើនដាក់ក៏បានអត់ក៏បានហើយហ្នឹងណាបងអញ្ចឹងកន្លែងហ្នឹងគឺអត់មានអីតែគាត់តែបងទៅសេអីមួយមកមកថាបងអូនដាក់ថា general ចោះអញ្ចឹងបងអូនគាត់ទៅចុចសញ្ញាបូកហ្នឹងមកគឺវាអាចបង្កើតបានហើយយើងក៏អាចខ្វែងបានដែរបន្តមកទៀតគឺ stack ហ្នឹងគឺជាដំណាក់កាលការងាររបស់បងតើការងាររបស់បងហ្នឹងវាមានប្រមាណដំណាក់កាលជឿទៅការងារអីក៏ដោយវាមានដំណាក់កាលវាមួយជំហានពីរជំហានអីចឹងទៅជំហានទី1អីគេជំហានទី2អីគេជំហានទី3ដល់គេរហូតដល់សម្រាប់ចឹងទៅតែគេបានឧទាហរណ៍នៅក្នុងនឹងស្រាប់ហើយមានដូចជា to do doing done អីចឹងទៅមានចាប់ផ្ដើមមានកំពុងធ្វើមានរួចរាល់អីចឹងទៅឬក៏មាន view មានអីចឹងទៅអាហ្នឹងគឺដំណាក់កាលការងាររបស់យើងអញ្ចឹងជាធម្មតាបើសិនបងធ្លាប់ធ្វើការធម្មតាអាចដែលបែងចែកពីដំណាក់កាលការងារអាហ្នឹងអាចនឹងរៀងពិបាកប៉ុន្តែបើសិនជាបងធ្លាប់បែងចែកការងារទីដំណាក់ហើយបងអាចចូលនោះគឺដោយសេរីទេបងចឹងដល់ពេលដែលយើងមានដំណាក់កាលការងារច្បាស់លាស់គឺងាយទេវាថាបងដាក់ការងារឬក៏ដាក់ថាសការងារបុគ្គលិករបស់បងអញ្ចឹងបងតាមដានមើលតើការងាររបស់គាត់ហ្នឹងចិត្តរួចនៅកំពុងធ្វើឬក៏មិនទាន់ធ្វើចាប់ផ្ដើមឬក៏មិនទាន់ចាប់ផ្ដើមទេបងអាចដាក់នៅកន្លែង stack ហ្នឹងបានតោះណាបងអូខេបងបន្ទាប់បើសិនជាតើបងប្អូនសូមបន្តមកក្រោមទៀតគឺតើតើនឹង item tag item tag ហ្នឹងគឺជាកន្លែងមួយសម្រាប់ការងារផ្សេងៗគឺយើងដាក់នៅក្នុង item tag ហ្នឹងឧបមាថានៅក្នុង marketing មានអីខ្លះវាមានការមកក្នុង marketing វាមានថតវីដេអូវាមាន edit វាមានការផ្សព្វផ្សាយ social media អីផ្សេងៗហ្នឹងគឺបងដាក់នៅហ្នឹងនៅក្នុង item tag ហ្នឹងណាបងអាហ្នឹងគឺជាប្រភេទការងារអឺមួយផ្នែកនៃការងាររបស់បងគឺយើងដាក់នៅក្នុង item tag ហ្នឹងបងអាហ្នឹងគឺកន្លែងហ្នឹងឯងគឺ item tag ហ្នឹងអញ្ចឹងពេលបងសរសេរមកយើងអាច add ច្រើនឧបមាមានប្រតិបត្តិការមានអីគេទៀតមានអតិថិជនឬក៏ទីផ្សារសព្វផ្សាយអីចឹងទៅបងអាចសរសេរឡើងហ្នឹងបានសរសេរឲ្យបងចុចសញ្ញាបូកមកបងអាច add បានដែរត្រង់ហ្នឹងណាបងហ្នឹងចំពោះitem tag ហើយបញ្ជាក់តិចបើសិនដល់ពេលដែលបងមើលការ training របស់បងប្អូនបើសិនជាមើលហើយឬក៏ពេលបញ្ចប់ training ហើយពិបាកក្នុងការធ្វើឬក៏ធ្វើអត់សូវបានឬក៏អត់សូវច្បាស់ហ្នឹងបងអាចឆាប់មកកាន់បងប្អូនបានគ្រប់ពេលទៅទៀតបងប្អូននឹងតម្លាក់QR ដើម្បីឲ្យបង scan ពេល scan ហើយដល់ពេលដែលបងត្រូវការមានសំណួរអីផ្សេងៗអាចសួរមកកាន់បងប្អូនបានគ្រប់ពេលខ្លះបងមើលបងប្អូន training អាចនឹងមើលយល់ប៉ុន្តែដល់ពេលបងធ្វើខ្លួនឯងអាចនឹងរៀងពិបាកតិចចឹងទៅបងអាចឆាត់សួរមកកាន់បងប្អូនបានណាបងអូខេណាចឹងបងប្អូនសូមបន្តទៀតហើយបញ្ជាក់បងចំពោះអ្វីដែលយើងបាន add ហ្នឹងសិតតែយើងអាចកែបានទាំងអស់មិនថា stack មិនថា item tag មិនថា checklist អីផ្សេងៗគឺយើងអាចកែបានទាំងអស់បងឃើញអត់មានរូបប៊ិចនៅខាងឆ្វេងនេះបងអាចចុចរូបប៊ិចហ្នឹងបងអាចកែបានហើយបងអាចលុបក៏បានដែរហើយបើសិនជាបងចង់បដូរវាក៏បានដែរមកថាបងចង់បដូរអានេះទៅលើទៅក៏ចុចត្រាំលើវាមកអាចបដូរបាននេះសិនបងមានtest ឬក៏មាន item tag របស់យើងមានច្រើនបងអាចបដូរវា switch ទៅលើក្រោមបានដោយសេរីត្រង់ហ្នឹងបងតោះបងអញ្ចឹងបន្តមកទៀតគឺយើងដល់កន្លែង task នេះគឺជាការងារលម្អិតនីមួយគឺជាការងារដែលយើងបានដាក់ឲ្យបុគ្គលិករបស់យើងឬក៏ជា plan របស់យើងដែលយើងត្រូវធ្វើឲ្យខ្លាំងគឺយើងដាក់នៅក្នុង task ហ្នឹងអញ្ចឹងឧបមាថាក្នុង task របស់យើងធ្វើការងារអីគេឧបមាថាបម្រើការអតិថិជនឬក៏ service ឬក៏ធ្វើអីផ្សេងទៅអញ្ចឹងបងអាចដាក់នៅនឹងបានឧបមាថាតើតើនឹង edit វីដេអូឬក៏តើតើនឹង poster អញ្ចឹងទៅឧបមាថា
edit poster ចឹងទៅចឹងនៅកន្លែងនេះគឺយើងដាក់ថាឈ្មោះការងាររបស់យើងកន្លែងហ្នឹងមកបន្តមកទៀតការនេះលំអិតអីគេខ្លះចឹងបងអាចទៅសេនៅក្នុង description ហ្នឹងបាន description ហ្នឹងគឺជាព័ត៌មានបន្ថែមដែលយើងនិយាយលម្អិតអំពីការងារនីមួយៗហ្នឹងបងថាតើការងារនីមួយៗហ្នឹងវាមានអីខ្លះ edit poster បែបណាវាមានរូបរាងបែបណាវាត្រូវការអីខ្លះត្រូវ object អីខ្លះត្រូវដាក់រូបមនុស្សយ៉ាងម៉េចត្រូវការមានអីខ្លះដាក់ចូលនៅហ្នឹងអញ្ចឹងយើងអាចលម្អិត detail នៅក្នុង description ហ្នឹងបានតោះណាបងហើយនៅក្នុង description ហ្នឹងបើសិនបើយើងខ្ជិលសរសេរក៏មាន AI ដែរនៅខាងស្ដាំហ្នឹងបងយើងអាចឲ្យ AI ជួយសរសេរបានយើងគ្រាន់តែសរសេរប្រធានបទពី3ម៉ាត់ឡើងហ្នឹងមកថាយើងចង់ឲ្យវាសរសេរពីអីតមកទៀតបងចុច AI ពងមកគឺវានឹង generate ឲ្យយើងហើយហ្នឹងណាបងអូខេបងតន់បងណាបងឡើយហ្នឹងតន់បាទបងហើយនៅក្នុងកន្លែង description ហ្នឹងយើងក៏អាច add ជាប្រភេទរូបភាពបានដូចគ្នា add ជាប្រភេទរូបភាពតែរូបភាពជាប្រភេទរូបភាព link ណាបងមកថារូបភាពហ្នឹងបងយកពី website ណាផ្សេងបង copy យកមកដាក់បាននៅកន្លែងហ្នឹងអូខេបាទចឹងបងប្អូនសូមបន្តមកទៀតគឺកន្លែង set deadline មកថាការងារមួយហ្នឹង edit poster ហ្នឹងមកថា poster 5មកថា poster 5នៅ poster ទី1អីគេមកថា poster ទី1 poster ទី2អីចឹងទៅហ្នឹងគឺបងអូន detail ប្រាប់ក្រុមការងារបងអូនឧទាហរណ៍ចឹងបងមកថាយើងមាន poster 2ចឹងទៅ poster អីគេខ្លះបងអាច detail នៅខាងមុខអីទៀតចឹងទៅចឹងនៅត្រង់ហ្នឹងបន្តមកទៀតមកថា poster 2ហ្នឹងបងអូនដាក់ deadline ឲ្យក្រុមការងារបងអូនតែ3ថ្ងៃទេចឹងទៅបងអាចមើលកន្លែងនេះកន្លែង set deadline នេះចុចលើវាមកយើងអាចកំណត់ deadline បានទេតើការងារហ្នឹងយើងចង់ដាក់រយៈពេលប្រហែលអញ្ចឹងនៅក្នុងនេះវាដាក់ឲ្យយើងវាមានtoday វាមានtomorrow មាន week មាន month អញ្ចឹងទៅតែបើសិនជាបងខ្ជិលជឿហ្នឹងបងអាចកន្លែង custom គឺយើងអាច set ថ្ងៃខែបានតើការងារហ្នឹងយើងត្រូវការរយៈពេលប្រហែលដើម្បីធ្វើមកថាការងារបងអូនត្រូវការតែ2ថ្ងៃដើម្បីធ្វើបញ្ចប់អញ្ចឹងបងអូនយកធំរងរើសម៉ោងឬអីមកចុច confirm ជាការស្រេចអញ្ចឹងយើងដាក់ deadline ការងារហ្នឹងការងារហ្នឹងគឺតើតនឹង edit poster 2ចាក់ពេល2ថ្ងៃហើយ poster ហ្នឹងគឺបងអូន set តម្លៃឲ្យលុយទៀតថាបើធ្វើ2យ៉ាងបានបងអូនដាក់តម្លៃប្រហែលអីចឹងទៅហើយឬក៏បើសិនជាការងារហ្នឹងអត់មានតទៅនឹងការផ្ដល់តម្លៃឬក៏បិទចិត្តអីទេគឺយើងមិនបាច់ដាក់ទេបងតែកន្លែងហ្នឹងបងឧទាហរណ៍ទៅថា poster 2មកធ្វើបានបងឲ្យ$20អីចឹងទៅតោះនេះបងតន់បងអូនណាបងតន់អូខេបងអរគុណណាអូខេបន្តមកទៀតពេលនោះការងារមួយវានឹងឲ្យយើងជ្រើសរើសកន្លែង item tag item tag ហ្នឹងគឺតាមពិតទៅកន្លែង item tag ហ្នឹងវានឹង load មកជាមួយនឹង stack របស់យើងមាន doing មានdone មានអីចឹងទៅមកថា to do បងដាក់នៅក្នុង stack សិនដើម្បីឲ្យវា load មកខាងក្រោម doing ចឹងទៅនេះបងចឹងនៅពេលដែលបងអូនបង្កើត stack មុនហ្នឹងបងបានបង្កើត stack ទេឥឡូវបងបង្កើត stack បងមើលតែក្នុង stack ហ្នឹងគឺជាដំណាក់កាលការងាររបស់យើងមាន doing អីចឹងទៅហើយនៅក្នុង item tag នេះគឺជាប្រភេទការងាររបស់យើងការងារនីមួយនៅក្នុងហ្នឹងចឹងនៅពេលដែលយើងបង្កើត task ការងារហើយពេលនោះវានឹង load ឲ្យយើងជ្រើសរើសតើការងារស្ថិតនៅក្នុងនៅក្នុងដំណាក់កាលមួយណាហើយជាប្រភេទការងារអីដែរចឹងទៅដូចថា poster ហ្នឹងបងប្អូនគិតថា poster គឺគាត់កំពុងធ្វើអញ្ចឹងបងប្អូននឹង select រើសយក stack ដាក់ថា doing ហើយដល់ពេលសួរថា poster ស្ថិតនៅក្នុងប្រភេទការងារមួយណាគឺប្រភេទការងារទីផ្សារអញ្ចឹងទៅបងប្អូន click ទីផ្សារតោះណាបងអញ្ចឹងកន្លែង item កន្លែង stack នេះគឺជាដំណាក់កាលការងារដែលយើងដាក់នៅលើហ្នឹងបន្តមកទៀត item tag នេះគឺជាប្រភេទការងារតែវាស្ថិតនៅក្នុងប្រភេទការងារមួយណាប៉ះ poster ហ្នឹងប្រើសម្រាប់អីគេសម្រាប់ទីផ្សារឬក៏សម្រាប់អីឬក៏ប្រតិបត្តិការចឹងទៅអញ្ចឹងបងអាច click ទៅលើហ្នឹងតែដល់ពេលយើងបង្កើតchecklist ចឹងណាបងតន់បងអូនណាបងឡើយហ្នឹងតន់បាទបងចុះបងផ្សេងទៀតបាទព្រោះចាអាហ្នឹងវាអូតូព្រោះប្រតិបត្តិការទីផ្សារហ្នឹងអាហ្នឹងយើងដាក់ខ្លួនឯងបងកន្លែងនេះបងអាហ្នឹងយើងបញ្ចូលខ្លួនឯងទេតើប្រភេទការងារយើងមានអីគេខ្លះបាទបងអាហ្នឹងយើងបង្កើតខ្លួនឯងចឹងបងយើងបង្កើតបញ្ចូលបើសិនជាប្រភេទការងារបងមានអីខ្លះបងដាក់ហ្នឹងមកហើយ
lại stage nó cứ dân bạc cát con này đây ta càng nghe stage đã cả càng nghe dân mình này kia class và tao bây giờ bạc cát một page càng nghe bao giờ bạc cát stage rồi và tao mới đây là bây giờ bạc cát tha càng nghe mùi mũi dân đừng rời ta càng nghe nó ở bên trái nâng một page càng nghe mùi nà chỉ một page sầm rạp tiếp sáng rồi còn sầm rạp ai kịp xe dân từ hay sầm rạp stage ta càng nghe là dân đại một lần bao giờ này sầm rạp cái ở cái phong thưa rồi còn mà toàn chập đá rồi còn ai chân tới dân ai rời cái lại stage đã cả càng nghe mùi chẳng có bóng lại nâng và to mà tiết bớt sân bóng trong add càng nghe thái bóng còn là chơi add tham nó dân anh add càng nghe tham một chiếc bò nó ai dân bạc ca hàng lơ mà những chập bị tham nó cứ tâm bàn mà càng nghe tê để dương đại đại cụ bộ dương nó còn bộ lực bộ dương trắng bóng trong bây giờ trong bạc ca tham tiết bóng còn là chơi add tham nó cứ bóng anh add tham càng nghe xây màn thế này thằng nắng bóng ok chẳng bong vô bị option mùi clay nó bong vô sân khăn nó tiết bong nông AI bị bạc ca ở bên đòn chẳng bong toàn nó bong mình sân nói bong ai sụp ôn bà muốn bán muốn dừng AI chui bạc cát mà những cứ ôn bạc cát tê ôn toàn bạc cát ở bên mình lẹt lại chỉ standard đấy để sao ta check lên mũi bạc cát ban chỉ standard lúc ta tới dừng đăng bị càng nghe bỏ dừng cho bà bây giờ đăng bị càng nghe dừng cho bác dừng ai bạc cát check lên ban lọ hay bong toàn năng á và sân bây giờ ở cho bác bị càng nghe bây giờ mình ai class mình tận càng là class mình càng nghe class cầm hôn dừng mình ai class đấy dừng bạc cát check lên nó có bỏ bạc đây và đây buổi sân chỉ bong đăng cho bác càng nghe bong ai class hay một nghề mình ai class bậc lực là kia thưa ai class không bong bạc cát checklist cứ lọ cứ trời tại ôn mấy cứ ôn bạc cát tế anh mình bạc cát ở standard đấy để sao ta ôn mình bậc lực được cái còn là bạc cát tay hay bong mời chạy này chẳng hay thì chết ôn năng ai chui bạc cát ở bên đó là tái với bạc cát lọ chẳng mình tạo bong luôn ai thế là bạc cát bàn lọ chừng ôn xong là chỉ bạc cát bong tọt luôn chẳng mà thà bong thơ hàng svi chẳng tất bong bạc cát tao svi bong đăng hay thà svi mình ai class việc trời cả ai kia class vì mình tất cả ai kia class vì mình càng nghe ai kia class nó không nằm chắc bong bạc cát nó cứ lọ chừng ổn hay bớt chỉ hàng pet ta pet mình ai kia class nó không nằm mình bộc lực mà này mán bong ai là nằm bàn về đập bong bạc cát check lên ok nè bong trong bắt đầu tiết bong mình nói ai lực lang bán một đồng phố nói ai chui bạc cát ở bong bong mình sẽ nói bong Miên ôn miên này. bạn bong con trán chẳng bạch trẻ hai bạch trẻ tiếp về đã bong phơi con ai như còn là bọn nó té và sân chim mình chẳng ngỏ lấy complete chai mà su ấu nó bóng ấu nâng support bong tam liệt tu sạp rồi có tam telegram và thán tiệt tầm bày ai ở bong cần ta cho ba vị viên là về bong bạc cà đó thì chất ấu nâng hàng chu ở bóng ấu nâng bày ai bong cần thạch mà ấu nâng về đã bong bên bánh hàng ok nè bong chẳng ấu nâng ai chui bạc cà ở về class chân bạc cà con ai cứ vì ai là ở short tệ tỏ tại dương AI chui bạc cà ở từ vì ai đi comment rồi có việc đăng tràn chân tới việc đăng lọ nó trong bao năng bạc cát chụp bút tông thằng lơ tầm đòn cứ bao năng AI chụp bạc cát đó chứ bao chụp lơ việc bồn á với nó với năng lô tèn bản nè đôi bòn bàn khơi trắng bao năng bị vô bị option mùi chuồn bón ok bòn trắng tim mùi này cloud tim mũi cái dương private sầm rạp dương bật chỗ ta check lấyทั้งchân bạc cát sầm rạp ấy kê sầm rạp cột còng cà lúaរៀបចំផែនការសម្រាប់ចាស់ជីវកម្ម2026แล้วก็សម្រាប់គ្រប់គ្រងសវិសអីផ្សេងៗហ្នឹងគឺបងដាក់ឡើងហ្នឹងគឺជាប្រធានបទរបស់ checklist របស់យើងតែ checklist របស់យើងចង់បង្កើតវាសម្រាប់ធ្វើអីគេឥឡូវឧទាហរណ៍ថាបងអូនបង្កើត checklist មួយហ្នឹងតកតនឹងការគ្រប់គ្រងឬក៏សម្រាប់រៀបចំផែនការក្នុងឆ្នាំ2026ចុះអញ្ចឹងមកបងអូនឲ្យវារៀបចំផែនការអញ្ចឹងតើបងសម្រាប់ធ្វើទីផ្សារក្នុងឆ្នាំ2021អូខេបងណាអញ្ចឹងបន្តមកទៀតដល់វាយើងបញ្ចូលប្រធានបទនឹងហើយគឺយើងនឹងមើល option ផ្សេងទៀតនៅខាងក្រោមទៀតអញ្ចឹងណាបងអូខេបងអញ្ចឹងនៅខាងក្រោមនេះគឺតកតនឹងការបញ្ចូលព័ត៌មានបន្ថែមអញ្ចឹងបើសិនបងចង់បញ្ចូលព័ត៌មានបន្ថែមមានអីខ្លះនៅហ្នឹងសម្រាប់ការងារបងអាចបញ្ចូលទៅនឹងបានអញ្ចឹងណាបងដោយសារតែជាទូទៅ
ដើម្បីអាចឲ្យ AI វាជួយបង្កើត checklist មួយដ៏ល្អហើយវាត្រូវនៅការងាររបស់យើងលុះត្រាតែយើងបញ្ចូលព័ត៌មានទៅកាន់វាអញ្ចឹងណាបងដោយសារតែវាមិនអាចដឹងពីយើងសពគ្រប់ទេជឿទៅ AI បើសិនជាព័ត៌មានដែលយើងបានផុសនៅក្នុង website ឬក្នុង social media វាអាចស្រង់មកបានប៉ុន្តែជឿទៅការងារយើងបន្តខ្លួនយើងអាចដែរផុសនៅក្នុងsocial media ផ្សេងៗញ៉ៃច្រើនទេវាជាព័ត៌មាន personal ឬក៏របស់ក្រុមហ៊ុនជាងទៅអញ្ចឹងនៅកន្លែងហ្នឹងខាងក្រោមនេះបើសិនមកបងចង់ឲ្យ AI វាបង្កើតតែល្អបងគួរតែបញ្ចូលព័ត៌មានមួយចំនួនតើតើនឹងការងាររបស់បងទៅកាន់វាមានអីខ្លះមានបុគ្គលិកប្រមាណអីផ្សេងៗហ្នឹងបងអាចបញ្ចូលនៅកន្លែងនេះបានតោះណាបងអូខេបងតន់បងអូនណាបង តនតន បាទបងអញ្ចឹងបងចង់បញ្ចូលព័ត៌មានបន្ថែមបងអាចបញ្ចូលឡើងនេះបានលម្អិតត្រួសទៅបងមានអីខ្លះបងបញ្ចូលឡើងនឹងមួយចំនួនទៅអញ្ចឹងពេលនោះ AI វានឹង generate checklist របស់យើងឲ្យរត់តែត្រូវនឹងយើងបើសិនបើយើងបញ្ចូលព័ត៌មានកាន់តែតិចការ generate របស់វាគឺរៀងវៀងឬក៏រៀងរវិសវាមិនសូវត្រូវនឹងអ្វីដែលយើងចង់បានហ្មងនេះប៉ុន្តែបើសិនជាបងផ្ដល់ព័ត៌មានមួយចំនួនទៅកាន់វា generate មកគឺភាគច្រើនគឺល្អឬក៏ត្រូវភាគច្រើនសម្រាប់បងដែលវាងាយស្រួលអញ្ចឹងណាបងបន្តមកទៀតមកខាងក្រោមបន្តិចអឺបងនឹងឃើញមានកន្លែងប៊ូតុងកន្លែង language នេះកន្លែង language នេះគឺជាកន្លែងយើងជ្រើសរើសភាសាតើយើងចង់ឲ្យវាបង្កើត checklist ហ្នឹងគឺបង្កើតបែបណាដែរតើយើងចង់ឲ្យវាបង្កើតជាភាសាអង់គ្លេសឬក៏ជាភាសាខ្មែរត្រង់ហ្នឹងណាបងបើសិនបងចង់ឲ្យវាជាភាសាខ្មែរបងមិនបាច់ចុចអីទេគឺចេញលក្ខណៈពណ៌ខៀវលាយលាយក្រហមហ្នឹងគឺមានថាជាភាសាខ្មែរហើយឬក៏បងឃើញគ្រីសហើយនេះប៉ុន្តែបើសិនជាបងចង់បានជាភាសាអង់គ្លេសអញ្ចឹងបងគ្រីសលើវាចុចលើវាទៅដល់ពេលយើងគ្រីសចុចលើវាប៊ូតុងហ្នឹងទៅគឺវាចេញលក្ខណៈពណ៌សបែបនេះមានថាវា generate មកជាភាសាអង់គ្លេសតោះនេះបងតែហ្នឹងគឺយើងមានពីរភាសាសម្រាប់យើងឲ្យវា generate ជាអង់គ្លេសក៏បានជាភាសាខ្មែរក៏បានត្រង់ហ្នឹងបងបន្តមកទៀតបងឃើញកន្លែងខាងស្ដាំមកកន្លែង mark item នេះគឺជាកន្លែងមួយដែលយើងរើសតើប្រភេទ task ការងារហ្នឹងយើងចង់ឲ្យវាបង្កើត task ប្រមាណអមថាបងបង្កើតផែនការសម្រាប់ឆ្នាំ2026ដូចបងអូនដាក់ខាងលើអញ្ចឹងបងចង់បាន plan ឬក៏ task ការងារតែ5ឬក៏6ឬ10ឯងអញ្ចឹងបងអាចជ្រើសត្រង់នេះបានតោះណាបងបើតែបើសិនជាបងថាឲ្យវា generate មកឆ្លាញ់មកហើយមានប្រមាណមិនបាច់អញ្ចឹងបងមិនបាច់ជ្រើសរើសទេថាតើបងចង់ឲ្យវាចេញបានមិនបាច់រើសទេបងដាក់ no limit ហ្នឹងមកដាក់ no limit មានថាបើសិនបើបងឲ្យ AI វា generate តើតនឹងការរៀបចំផែនការក្នុងឆ្នាំ2026ហ្នឹងវាមាន10វានឹងចេញ10មាន20វានឹងចេញ20តែម្ដងនៅកន្លែងហ្នឹងណាបងអញ្ចឹងបង recommend បង recommend បងតើតនឹងដាក់ឲ្យរើសយក no limit មកដើម្បីឲ្យ AI វា generate ឲ្យយើងឲ្យបានច្រើនតាមលទ្ធភាពដែលវាអាចធ្វើបានអញ្ចឹងណាបងអញ្ចឹងបងរើសយក no limit កន្លែងហ្នឹងបន្តមកទៀតគឺកន្លែង add company profile នៅកន្លែងនេះគឺដូចគ្នាបងបញ្ចូលព័ត៌មានបងទៅកាន់ក្រុមហ៊ុនរបស់យើងយកក្រុមហ៊ុនអធិស្ឋានបញ្ចូលព័ត៌មានក្រុមហ៊ុនរបស់បងទៅកាន់ AI ដូចគ្នាអញ្ចឹងនៅត្រង់នេះគឺជាកន្លែងជ្រើសរើសឬក៏កន្លែងបញ្ចូលព័ត៌មានមួយចំនួនក្រុមហ៊ុនរបស់យើងទៅកាន់ AI បន្ថែមទៀតដើម្បីឲ្យវាដឹងអញ្ចឹងសួរថាកន្លែងហ្នឹងយើងត្រូវការបញ្ចូលរហូតមែនអញ្ចឹងកន្លែងហ្នឹងគឺអត់ទេបងកន្លែងហ្នឹងគឺយើងបញ្ចូលតែម្ដងឯងកន្លែងបញ្ចូលហ្នឹងគឺយើងបញ្ចូលតែម្ដងចុះសួរឲ្យបញ្ចូលកន្លែងណាកន្លែងបញ្ចូលហ្នឹងគឺនៅពេលបងចូលកន្លែងនេះគឺមានអាកន្លែងយើង select ក្រុមហ៊ុនរបស់យើងកន្លែងនេះបងអាកន្លែង select company ហ្នឹងកន្លែង select company ហ្នឹងគឺបើសិនបងបានបញ្ចូលព័ត៌មានក្រុមហ៊ុនបងទៅកាន់ Get ខ្មែរពេលនោះវានឹង load ឈ្មោះក្រុមហ៊ុនបងនៅកន្លែងនេះដោយឥឡូវអញ្ចឹងបងបានបញ្ចូលក្រុមហ៊ុនសាក់លបងមួយដាក់ថាអង្គរ digital ហ្នឹងទៅអញ្ចឹងបើសិនមកបងបានបញ្ចូលព័ត៌មានក្រុមហ៊ុនរបស់បងទៅកាន់ Get ខ្មែរម្ដងហើយដល់ពេលដែលបងចុចឲ្យកន្លែងរូប search ខាងលើនេះគឺវានឹង load ឈ្មោះក្រុមហ៊ុនបងឡើងហ្នឹងចុះសួរថា add ធ្វើអី add ធ្វើអីឡើងហ្នឹងគឺយើង add ដើម្បីឲ្យ AI វាដឹងពីយើងដើម្បីវាបង្កើតយើងឲ្យបានត្រឹមត្រូវអញ្ចឹងណាបងដល់កាលណាដែលបងបានបង្កើតឬក៏ចងព័ត៌មានក្រុមហ៊ុនរបស់បងទៅកាន់ Get ខ្មែរហើយដល់ពេលដែលបងត្រូវការឲ្យ AI ធ្វើអីមួយគឺវាដឹងពីយើងសពគ្រប់ឧបមាថាបងធ្វើតទៅនឹងគ្រប់គ្រងក្រុមហ៊ុនផ្នែកលក់ចោះអញ្ចឹងដល់ពេលបងបានបញ្ចូលព័ត៌មានមួយចំនួនទៅកាន់វាហើយដល់ពេលវា generate មកវាដឹងថាបុគ្គលិកមានប៉ុន្មានមានផ្នែកអីខ្លះណាគេទូនទីគេខ្លះមានបុគ្គលិកប្រមាណអ្នកម៉ោងធ្វើការម៉ោងប្រមាណហើយអីគេខ្លះបងលក់ផ្នែកអីគេ
ចឹងទៅគឺវាដឹងដល់ពេលដែលវាដឹងចឹងបងឲ្យវា generate checklist បងវាចេញមកគឺភាគច្រើនគឺត្រូវស្ទើរតែទាំងអស់បងមិនចាំបាច់ចំណាយពេលកែច្រើនទេតោះហ្នឹងបងតែហ្នឹងហើយការបញ្ចូលព័ត៌មានទៅកាន់ព័ត៌មានក្រុមហ៊ុនរបស់យើងទៅកាន់ AI ហ្នឹងបងនឹងលើកវានៅក្នុង session ចុងក្រោយក្នុងការបញ្ចូលឬក៏ចងព័ត៌មានខ្លួនឯងហ្នឹងទៅកាន់ get ខ្មែរហើយយើងចងតែម្ដងទៅបងមិនថាយើងបញ្ចូលព័ត៌មានខ្លួនយើងទៅកាន់វាតែម្ដងទេពេលនោះវានឹងជាប់នៅក្នុង account យើងរហូតទេចឹងដល់ពេលដែលយើងចង់បង្កើត checklist ដល់ពេលយើងចង់សួរ AI នៅក្នុង get expert ឬក៏យើងចង់ធ្វើអីមួយក៏ដោយគឺវានឹងដឹងពីយើងសពគ្រប់បែបយ៉ាងតែម្ដងអូខេបងតន់សនួរឬក៏តន់អ្វីដែលបងបានបញ្យល់មិញបងមិនសិនមានសនួរអាចលើកឡើងបានបងត្រង់ហ្នឹងណា តន់តន់ បាទបងចុះអ្នកផ្សេងបងតន់អត់ បាទ អត់តន់មក បងអូខេអរគុណបងចឹងគឺបែបហ្នឹងឯងណាបងគឺបញ្ជាក់ម្ដងទៀតបងនឹងលើកវាអាចទៅក្នុង session ឬក៏សប្តាហ៍ខាងក្រោយទៀតតែតទៅនឹងការចងព័ត៌មានខ្លួនឯងបងនឹងຕົកចុងក្រោយគេគឺមានថាយើងនឹងផ្ដល់ព័ត៌មានខ្លួនឯងទៅកាន់ AI ឲ្យវាវិភាគហើយសួរបើសិនជាបងផ្ដល់ព័ត៌មានទៅកាន់វាចឹងទីវាដឹងព័ត៌មានយើងទីបែកធ្លាយទៅអីចឹងទៅចឹងបងមិនបាច់ភ័យទេណាតទៅត្រង់ហ្នឹងជាធម្មតាដល់ពេលយើងបញ្ចូលព័ត៌មានទៅកាន់ AI ពីច្រើនបងតែតែខ្លាចថាអូវាយកតន័យទៅធ្វើនេះធ្វើនោះឬក៏វាយកតន័យយើងទៅចែកចាយអីផ្សេងគឺអត់ទេបងណាចំពោះ AI ខ្មែររបស់យើងហ្នឹងគឺខុសពី AI ដទៃបើ AI ដទៃបងដឹងអត់ថារាល់ថ្ងៃបងប្រើ AI ផ្សេងគឺវាលូកយកតន័យបងយកទៅប្រើដល់ពេលបងបញ្ចូលអីមួយឬក៏បងផ្ដល់ព័ត៌មានអីមួយគឺវានឹងយកតន័យរបស់បងហ្នឹងទៅ train ឬក៏ទៅចែកចាយបន្តដល់ពេលដែលគេមានស្នូតទៅនឹងបងគឺវានឹងយកតន័យបងទៅប្រើដូចគ្នាតោះហ្នឹងបងដែរចាប់អារម្មណ៍អត់តាំងពិតទៅបាទបងតាំងពិតទៅ AI ទាំងអស់ហ្នឹងវាសិតតែប្រាប់យើងដូចគ្នាថារាល់សំណួរឬក៏តន័យយើងបោះអីវាគឺវាយកទៅប្រើបន្តគាត់ថាវាច្រើនទាំងបងទាំងខ្ញុំពិចារណាបានអានអាហ្នឹងឯងតែបើយើងទៅតាម website របស់វាឬក៏ទៅ check មើលដែលវាបានសរសេរនៅក្នុង description ផ្សេងនៅក្នុង AI វាសិតតែបញ្ជាក់អីថារាល់តន័យដែលយើងបានបញ្ចូលទៅកាន់វាគឺវានឹងយកទៅ train បន្តដល់ពេលយើងបោះឯកសារទៅវានៅពេលដែលមានសំណួរប្រហែលនោះគឺវានឹងយកឯកសារយើងទៅប្រើបន្តអាហ្នឹងបងប៉ុន្តែចំពោះ AI ខ្មែររបស់យើងខុសគ្នា AI ហ្នឹងគឺយើងបញ្ចូលនៅក្នុងហ្នឹងគឺប្រើតែ account ហ្នឹងទេបងបញ្ចូលនៅក្នុង account របស់បងអាតន័យហ្នឹងគឺប្រើក្នុង account របស់បងទេគឺយើងមិនឯកបានយើងឲ្យតន័យយើងគឺបែកធ្លាយសាច់បែកសាច់ទៅខាងក្រៅយកទៅប្រើបន្តគឺអត់ទេបងចង់បញ្ជាក់បងត្រង់ហ្នឹងណាលោកបងភ័យអត់ទេបញ្ចូលព័ត៌មានទៅកាន់វាដឹងវាយកទៅចែកចាយទៅគឺអត់ទេបងប្រើ account ហ្នឹងគឺតន័យរបស់បងគឺនៅតែ account ទេអត់ចែកចាយដោយ AI ផ្សេងទេបងដែរចាប់អារម្មណ៍អត់ថាបងប្រើ AI ផ្សេងវាយកតន័យបង train បន្តមានបងណាដឹងអត់ដែរចាប់អារម្មណ៍ក៏ដែរដឹងរឿងហ្នឹងផងចឹងគឺបែបហ្នឹងឯងណាបងគឺតន័យដែលយើងបានបញ្ចូលឬក៏យើងបានផាសអอกមកថាបងផាសឯកសារហ្នឹងឲ្យ AI ផ្សេងដើម្បីវាជួយសង្ខេបឲ្យវាជួយអីគឺតន័យបងគឺត្រូវបានវាយកទៅចែកចាយបាត់ហើយមានថាបើសិនជាមានសំណួរណាដែលតកតនឹងឯកសាររបស់បងគឺវានឹងយកឯកសារបងទៅសូតែម្ដងអាហ្នឹងណាគឺបែបហ្នឹងឯងអញ្ចឹងបងបញ្ជាក់ថាគិតខ្មែរយើងគឺអត់ចឹងទេតន័យបង account បងគឺនៅតែនៅក្នុង account បងទេតន័យដែលបងបញ្ចូលហ្នឹងបងចង់បញ្ជាក់ឡើងហ្នឹងឲ្យច្បាស់ជូនបងអូខេណាបងអញ្ចឹងបើសិនមានសំណួរបងលើកឡើងបើអត់មានទេបងសូមបន្តទៀតណាបងបន្តមកទៀតកន្លែង category កន្លែងជ្រើសរើស data checklist ដែលយើងបង្កើតហ្នឹងសម្រាប់អីគេសម្រាប់ការងារសម្រាប់ personal ឬក៏សម្រាប់ project ឬក៏សម្រាប់អីយ៉ាងទៅវាឲ្យយើងជ្រើសរើសនៅកន្លែងនេះអញ្ចឹងណាបងប៉ុន្តែបើសិនជាបងមិនដឹងថាវាជាប្រភេទអីទេបងជ្រើសរើស generate ពីនោះវា general មកគឺវាហ្នឹងចេញឲ្យយើងបែបនេះហើយមិនថាវាប្រភេទឲ្យត្រូវនឹងការងារដែលយើងឬក៏ប្រភេទបទដែលយើងបានបញ្ចូលចឹងបងមានសំណួរអត់បើមានបងលើកឡើងមកបើសិនជាមានទេបងនឹងចុចឲ្យវា generate តែម្ដងបងមានអត់អត់មានផងមានផង អូខេបងអរគុណណាចឹងបងនឹងចុចឲ្យវា generate checklist តែម្ដងចឹងមិញហ្នឹងគឺបងបញ្ចូលព័ត៌មានតែមួយជួរគត់មើលបងបញ្ចូលព័ត៌មានតែមួយជួរទេគឺតែក្នុងប្រធានបទព័ត៌មានបន្ថែមបងក៏បានបញ្ចូលព័ត៌មានតែក្រុមហ៊ុនក៏បងបានបញ្ចូលទៅកាន់វាដែរបងដាក់តែមួយជួរទេចាំមើលអាមួយជួរដែលបងបានបញ្ចូលហ្នឹងវា generate បានល្អប៉ុណ្ណា
វាល្អប៉ុណ្ណាណាបងបញ្ជាក់ម្ដងទៀតណាបងអូនបញ្ចូលអក្សរតែមួយជួរទេបងអូនបាន add ព័ត៌មានបន្ថែមឬក៏បាន add extension ក៏បាន add ចូលទេបងអូនបញ្ចូលតែមួយជួរហ្នឹងទេព័ត៌មានក្រុមហ៊ុនក៏បាន add ព័ត៌មានខាងក្រៅក៏បានបញ្ចូលដែរចាំមើលតើវា generate យើងបានកម្រិតណាដែរអញ្ចឹងបងចុច generate មកអូខេអញ្ចឹងបងចាំមើលវា generate ជូនថាតើវា generate យើងបានអីគេខ្លះមិញបងអូនឲ្យវារៀបចំផែនការសម្រាប់ធ្វើទីផ្សារក្នុងឆ្នាំ2026ចាំមើលតើវា feedback ឬក៏រៀបចំផែនការយើងបានល្អប៉ុណ្ណាអញ្ចឹងបងចាំ check ជាមួយបងអូនបន្ទាប់វា generate ហើយបងអូននឹងអានត្រួសជូនបងចាំមើលតើយើងបញ្ចូលព័ត៌មានតែមួយជួរហ្នឹងវាជួយយើងអីបានខ្លះវាជួយផ្ដល់កំណត់ឬក៏ idea ថ្មីអីខ្លះដល់យើងអញ្ចឹងណាបងអូខេវា generate ដូចជាច្រើនដែរដល់8ថាសហើយអូខេបងហ្នឹងចឹងចាំមើលវា generate ឲ្យឥឡូវវាបាន generate ដូចជា14ថាសហើយអូខេអញ្ចឹងចាំមើលវា generate ឲ្យយើងវាល្អប៉ុណ្ណាបងអូខេអញ្ចឹងវា generate ចាំមើលអញ្ចឹងខាងលើនេះវាដាក់ថាផែនការទីផ្សារសម្រាប់ឆ្នាំ2026អញ្ចឹងចំពោះ check retain ហ្នឹងគឺវាអត់ពេញឲ្យយើងទេបងអាចពេញខ្លួនឯងបានកន្លែង check retain ហ្នឹងដូចបងអូនបញ្ជាក់អញ្ចឹង check retain ហ្នឹងគឺជាកន្លែងមួយឬក៏ជាប្រភេទការងារផ្សេងនៅក្នុងក្រុមហ៊ុនរបស់យើងមានផ្នែកអីខ្លះប្រហែលថាតកតងនឹងប្រហែលថានៅក្នុងក្រុមហ៊ុនបងវាមានក្រុម marketing វាមានក្រុម media ឬក៏ផ្នែកលក់ផ្នែកបងអាចដាក់ចូលឡើងនឹងបានតែបើសិនជាគ្មានទេបងអាចឡងចប់បានកន្លែង check retain អញ្ចឹងបងចំពោះ AI វាអត់ដឹងទេថានៅក្នុងក្រុមហ៊ុនរបស់យើងវាមានផ្នែកអីខ្លះអញ្ចឹងកន្លែងហ្នឹងវាម្លងវាឲ្យយើងពេញខ្លួនឯងអញ្ចឹងបងបន្តមកទៀតចាំមើលតើផែនការរៀបចំរបស់យើងវាល្អប៉ុណ្ណាដែរអញ្ចឹងចាំមើលដំណាក់កាលដែលវាដាក់ឲ្យយើងអញ្ចឹងប្រធានបទយើងគឺរៀបចំផែនការទីផ្សារឆ្នាំ2026តើផែនការក្នុងការធ្វើទីផ្សារក្នុងឆ្នាំ2026វាមានដំណាក់កាលអីគេខ្លះអញ្ចឹងបងមើលកន្លែង stack មកតើ stack របស់យើងវារៀបចំប្រមាណដំណាក់កាលអញ្ចឹងដើម្បីធ្វើទីផ្សារក្នុងឆ្នាំ2026វារៀបចំ8ដំណាក់កាលឲ្យយើងមានអីគេខ្លះមាន planning មាន research មានអីចឹងទៅមានtraining review អីមាន general អីមានមួយកណ្ដោបងឃើញអត់អញ្ចឹងនៅក្នុងឆ្នាំ2026សម្រាប់ផែនការហ្នឹងវារៀបចំ8ដំណាក់កាលឲ្យយើងឃើញអត់បងខាងនេះពី1រហូតដល់8អញ្ចឹងបងមើលតើដំណាក់កាលវារៀបចំហ្នឹងវាត្រូវនឹងការងារឬក៏ក្រុមហ៊ុនរបស់បងអត់បើសិនជាត្រូវបងយកតាមបើសិនជាលើសបងលុបចេញបើសិនបើខ្វះបងថែមតោះនេះបងជាទៅវា generate មកគឺវា generate ជា overall ឬក៏ជាប្រភេទដែលទូទៅអញ្ចឹងណាដោយសារតែយើងបញ្ចូលព័ត៌មានវាតែមួយទេមិញបងអូនបញ្ចូលអក្សរតែមួយជួរទេប៉ុន្តែបើសិនជាបងអូនបញ្ចូលព័ត៌មានតែទៅក្នុងក្រុមហ៊ុនបងអូនវានឹងរៀបចំមកត្រូវឧបមាថានៅក្នុងក្រុមហ៊ុនបងប្អូនហ្នឹងវាមានដំណាក់កាលការងារ8ឬក៏5អញ្ចឹងបងប្រាប់វានៅក្នុងអាឡៃយើងបញ្ចូលមុនហ្នឹងទៅវានឹងរៀបចំយើងឲ្យត្រូវទេតែមិញដោយសារតែយើងបញ្ចូលវាតែមួយជួរដល់ពេលយើងបញ្ចូលវាតែមួយជួរដល់ពេលយើងបញ្ចូលតែមួយជួរអញ្ចឹងទៅវា generate មកគឺទូទៅឯងបងអញ្ចឹងវា generate ហ្នឹងគឺ8ដំណាក់កាលបងត្រង់នេះពី1រហូតដល់8
មាន blending មាន research អីចឹងទៅ partnership អីចឹងទៅចឹងមានច្រើនចុះសួរថាមើលផ្នែក item tank មានអីខ្លះចឹងមើល item tank វារៀបចំមកយើងបានចឹងចំពោះ item tank មើលវារៀបចំដូចជាអូមានច្រើនវាដាក់ឲ្យយើងដល់ទៅ43ផ្នែកឯនោះមានអីខ្លះសម្រាប់ធ្វើទីផ្សារមានគោលដៅមានយុទ្ធសាស្ត្រមានវិភាគទីផ្សារមានអតិថិជនអីចឹងទៅមានដៃគូប្រជែងមានផែនការផ្សព្វផ្សាយថវិកាហិរញ្ញវត្ថុការបែងចែកខ្លឹមសារប្រតិទិនទំនាក់ទំនង digital internet ឃើញទេអញ្ចឹងវារៀបចំឲ្យយើងតើដើម្បីធ្វើផែនការយើងនឹងមានអីខ្លះអញ្ចឹងវា generate ឲ្យយើងតែបងមើលដែរណាបងពេលខ្លះវា generate អាចនឹងលើសពេលខ្លះអាចនឹងខ្វះពេលខ្លះអាចនឹងខុសខ្លះដែរវាមិនត្រូវ 100% ទេប៉ុន្តែវាជួយឲ្យយើងផ្ដល់ជា idea អញ្ចឹងបងមើលទៅបើលើសបងលុបចេញទីពលមិនជាក់ដែរអញ្ចឹងលើសលុបចេញខ្វះថែមខុសតិចតួចយើងកែសម្រួលអញ្ចឹងទៅពេលនោះយើងបានលទ្ធផលមួយដ៏ល្អបាទបងមានសំណួរអីមែនបងអូខេបើមានសំណួរទេបងបន្តបងអូខេណាបញ្ជាក់បើសិនជាបងមានសំណួរបងអាចលើកឡើងបានភ្លាមបងត្រង់ហ្នឹងណាអូខេចឹងបងសូមបន្តចឹងដូចបងបញ្ជាក់ចឹងដើម្បីបានលទ្ធផលមួយឬក៏ checklist មួយដ៏ល្អព្រោះតែបងហើយនឹង AI ធ្វើការជាមួយគ្នាយើងមិនអាចពឹងផ្អែកលើ AI ទាំងស្រុងទេយើងគាត់ឲ្យវាជួយជា idea ហើយនឹងជួយវិភាគឬក៏បន្ថែមបន្ថយទៅវិញទៅមកចឹងទៅវាបន្ថែមមកវាអាចលើសវាអាចខ្វះតាមការចាក់ស្ដែងតាមវ័យយើងបញ្ចូលព័ត៌មានទៅកាន់វាបញ្ចូលច្រើនវាចេញមកល្អបញ្ចូលតិចវាអាចនឹងខ្វះអីចឹងទៅតោះណាបងអូខេអញ្ចឹងចំពោះitem tag មួយហ្នឹងយើងអាចបដូរវាបានបងគាត់ឲ្យចុចត្រាំនៅលើកន្លែងឆ្នោត2នេះបងចុច mouse ស្ដាំត្រាំលើវាមកបងអាចអុកទៅលើទៅក្រោមបានហើយបើសិនជាបងចង់បដូរវាអញ្ចឹងទៅបងអាចគាត់ចុចត្រាំអាចស្កត់វាត្រាំឲ្យជាប់ហើយបងអាច scroll វាលើក្រោមបានដោយសេរីហ្នឹងបើសិនបងចង់កែចង់អីចឹងទៅហើយបងចង់លុបបងចុចរូបធុងសម្រាមបើសិនបងចង់ edit បងចុចកន្លែងរូបប៊ិចអញ្ចឹងបងអាចកែបានទេឃើញទេបងងាយស្រួលមែនទែនសម្រាប់បងចង់កែក៏បានលុបក៏បាន edit ក៏បានអូក៏បានគឺបានដោយសេរីត្រង់ហ្នឹងអូខេអញ្ចឹងមើលការងារថាសដែលវាដាក់ឲ្យវិញថាដើម្បីចង់ផែនការមានអីគេខ្លះអូអានេះថាសចាស់ទេបងបានបង្កើតមុនហ្នឹងអញ្ចឹងបងសូមលុបចោលវិញវាពាក់ព័ន្ធអូខេ scroll មកក្រោមអូខេនេះជាមួយវារៀបចំយើងមានអីគេខ្លះមានទី1មានបង្កើតយុទ្ធសាស្ត្រទីផ្សារក្នុងឆ្នាំ2006មានអីខ្លះអូខេបងមើល scroll មើលក្រោមនេះកំណត់ថវិកាទីផ្សារប្រចាំឆ្នាំឃើញអត់កំណត់ថវិកាទីផ្សារប្រចាំឆ្នាំអញ្ចឹងវាប្រាប់យើងដើម្បីធ្វើទីផ្សារឲ្យតាន់គេក្នុងឆ្នាំ2006ទី1ជំហានការងារទី1ឬក៏ថាសការងារទី1មានអីគេខ្លះកំណត់ផែនការអីចឹងទៅរៀបចំផែនការខ្លឹមសារទីផ្សារអញ្ចឹងទៅរៀបចំផែនការខ្លឹមសារទីផ្សារអីគេខ្លះអញ្ចឹងវាប្រាប់លម្អិតយើងធ្វើការស្រាវជ្រាវស៊ីជម្រៅអំពីទីផ្សារគោលដៅអត្តសញ្ញាណអតិថិជនការសិក្សាអីចឹងទៅអញ្ចឹងវាប្រាប់យើងមួយលម្អិតក្នុង description បន្ថែមតើដើម្បីរៀបចំផែនការក្នុងឆ្នាំ2026ហ្នឹងវាទាមទារគេខ្លះត្រូវមានផែនការខ្លះត្រូវមានថាគេខ្លះដើម្បីប្រកួតប្រជែងហើយត្រូវការលុយប្រមាណបិទចិត្តប្រមាណហើយវា set deadline យើងទៀតបងឃើញអត់នេះ set ពីថ្ងៃណាដល់ថ្ងៃណាចឹងទៅអញ្ចឹងបងអាចមើលបានបើថា deadline ហ្នឹងវាសមស្របអត់ដើម្បីធ្វើទីផ្សារឬក៏រៀបចំយើងមានរយៈពេលប្រមាណវាដាក់មួយខែឲ្យយើងអញ្ចឹងបើសិនជាបងមិនត្រូវការទេបងអាចកែបាននៅកន្លែងហ្នឹង custom វាទៅកែថ្ងៃទៅថាអូសម្រាប់ AI វាថាប៉ុណ្នេះសមស្របរយៈពេលប៉ុណ្នេះដើម្បីធ្វើការប៉ុណ្នេះអញ្ចឹងបងមើលមិនដែរបងមានសំណួរអីមែនបងអូខេដូចជាអត់ទេអញ្ចឹងយើងមើលណាអញ្ចឹង AI វា recommend ថាអូសម្រាប់ការងាររៀបចំផែនការតែមួយខែទៅបានហើយមិនបាច់រយៈពេលយូរទេអញ្ចឹងបើសិនបងអូមួយខែដូចជាខ្លីពេកអញ្ចឹងបងអាចបន្ថែមឬក៏ custom ខ្លួនឯងបានអាហ្នឹងគាត់ថាវាជា recommend ឲ្យយើងទេបងឡើយហ្នឹងណាបន្តទៅបិទចិត្តវាថាអូសម្រាប់ធ្វើផែនការហ្នឹងចំណាយពេលទៅចំណាយលុយទៅ800ឯងអញ្ចឹងបើសិនជាមិនត្រូវទេបងអាចកែទៅកែសមស្របនឹងអាជីវកម្មរបស់បងអញ្ចឹងណាហើយសម្រាប់ផែនការមួយហ្នឹងវាដាក់ឲ្យយើងនេះ
vì đã tha việc sắt ở trong đàn nạ ca cầm pong tha rịp trọng planning cái nhé bóng trong planning hãy xâm rạp tha ca nghe mùi nắng pan ca mùi nắng cứ việc sắt ở trong ai thâm thay đã toàn là cầm xa hoặc là tân nâng tân nạ tân ồn nó cứ tha ca nghe tìm mũi việc bạc cát ở dường trắng dương bỏ mơ tha tí pì tại tôi đang áp bị vọt vô tổ sạc tìm xa cho mơ ta đâm bay áp vọt vô tổ sạc tìm xa mình để là chẳng về xe là trong description là dương này liệp chân vô tổ sạc tìm xa crop tận đọc từ lửa tí tăng là tập hall đầm lấy cả chạy trái nâng cao sập sái nâng room ten cầm nọt vị thi vô tổ sạc tìm xa digital nâng vấn đại sự cùng đã xong crop từ nâng cổ đại chịu cả cái nhé bóng khơi vô tổ xe description là dương lõ là nhỉ vì bà đầm bay áp bị vọt vô tổ xa bán bị tơ cai khá chẳng vì prap dương này mua vì vậy bốn nhân tài bờ khoa dương thái bờ sân chỉ lớp dương lục trình ai vì xe tiệt tha đầm bay thua vô tổ sáng mà chân ai p mã này cho mời thái vì con đọt dương mà nè ok ô việc đặt lại nè dương nè vì prap dương nè chập pi ngày team phải bay nè đo ngày thì đo đi chìm màn khái của ông mở sân nè khai chú lý lâu đó ok mặc khai quỳnh ok video chọn mặc khai tầm đó chứ mà thay làm bay thưa ca nghe này muốn video chọn bây giờ mặc khai để bọn làm bay thưa áp dụng cho sát tiếp sát digital này với cái class hay vì set cầm lại tiết tha làm bay thưa năng bán tới chạy lời mà này cái nét bóng chẳng số tha ca nghe sân được không ok được không tận ca mũi nè chứ mà thay được không tận ca planning cái nét video cho ở bài planning này dân tiết hay làm bay được không ai thầm thấy việc sinh việc tham mấy សម្រាប់ធ្វើអភិវឌ្ឍយុទ្ធសាស្ត្រវាសិននៅក្នុងការងារបែប digital ហើយត្រូវការ internet នៅក្នុងបណ្ដាញសង្គមឃើញទេបងអញ្ចឹងគឺវាប្រើបែបហ្នឹងបងអាកន្លែង stack ហើយនឹង item 10ហ្នឹងគឺអានេះគឺជាយើងជ្រើសដំណាក់កាលតើការងារមួយហ្នឹងវាសិននៅក្នុងដំណាក់កាលមួយណានៅក្នុង planning នៅក្នុង research review ឬក៏ក្នុង general អីចឹងទៅកន្លែងហ្នឹងគឺបែបហ្នឹងឯងហើយដល់ពេលក្នុង item 10នេះគឺជាកន្លែងជ្រើសរើសតើការងារមួយហ្នឹងជាប្រភេទបែបណាប្រភេទ digital internet ឬក៏បណ្ដាញសង្គមអញ្ចឹងយើងអាចគ្រីអីចឹងទៅតាមជាក់ស្ដែងអូខេបងមានសំណួរទេបងអូនបញ្យល់មកត្រួសធំនេះបងមានសំណួរអាចលើកឡើងបានបងដោយសារតែឥឡូវយើងម៉ោង 9:57 ហើយអញ្ចឹងយើងនឹងសម្រាប់10នាទីសម្រាប់10នាទីគឺសម្រាប់សួរសំណួរបងអញ្ចឹងរយៈពេល10នាទីបងមានសំណួរលើកឡើងបងប្អូនអញ្ចឹងបងអត់បន្តទេបងនឹងចាំស្ដាប់នៅលើច្បល់ពីបងពីសំណួរបងមានសួរក្នុងរយៈពេល10នាទីហ្នឹងមកតទៅយើងមានការឆ្លើយឆ្លងសួរសំណួរទៅមកហើយបងនឹងបន្តថែមទៀតទៅបងអូខេអញ្ចឹងបងអាចសួរមកកាន់បងបានបងមានសំណួរបងអាចលើកឡើងម្នាក់ម៉ាត់មកបងចេះបងមានទេបងអូខេមានបងគាត់ឆាតមក personal តែម្ដងយើងសុំមើលក្នុង chat personal បងសួរថាចាំជួយពេលក្រោយដោយសារមើល ad អត់តន់យល់អូខេបងថាចាំសួរពេលក្រោយដោយសារមើលអត់តន់យល់អូខេអត់បញ្ហាទេណាបងនៅពេលដែលបងបង្កើតខ្លួនឯងមានចង្អុលឯណាតាក់ឯណាបងអាចឆាតមកសួរកាន់បងបានគ្រប់ពេលបងអញ្ចឹងទីទៀតបងនឹងបង្ហាញ QR របស់បងដើម្បីបងអាច scan បានអញ្ចឹងបងអាចរកនៅសំណួរមកអញ្ចឹងចាំតិចបងសុំបង្ហាញ QR បងបន្តិចដើម្បីអាចបងscan នៅឆាតមកកាន់បងបាន
គេណាបងចាំតិចអូនបងរក QR ជូនបងដើម្បីអាចបងអាច scan contact ជាមួយបងអូនបានអញ្ចឹងមកមានសំណួរអាចសួរបានណាដូចបងអូនបញ្ជាក់ដែរអញ្ចឹងបងអូនលើកទៅចិត្តបងដើម្បីឲ្យបងអាចសួរបងអូនបានអូខេអញ្ចឹងបងឃើញ QR បងអូនអត់នេះអញ្ចឹងបើសិនជាបងមានសំណួរអីឬក៏ពេលបងបង្កើតបងមានបញ្ហា